បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញអំពី quotation sample បាទអ្នកទាំងអស់គ្នាអាចធ្វើវាដើម្បីក្រុមហ៊ុនយើងផ្សេងគ្នាអញ្ចឹងនៅក្នុង quotation ដែលខ្ញុំមានជាទូទៅគឺមាន cover page នេះគឺអត់មានអីច្រើនទេគឺយើងមានតែទៅលើកចង់ show នោះគឺពាក់ព័ន្ធជាមួយនឹងតម្លៃសរុបនៃគម្រោងអញ្ចឹងណាអញ្ចឹងបន្ទាប់ពី cover page វាមាន summary page អញ្ចឹងក្នុង summary page ហ្នឹងគឺអ្វីដែលយើងចង់ផ្ដោតសំខាន់នោះគឺពាក់ព័ន្ធជាមួយនឹងនៅក្នុងហ្នឹងមាន scope អីគេខ្លះឧទាហរណ៍ដូច appendix A appendix B អញ្ចឹងណាអញ្ចឹងនៅក្នុងហ្នឹងអ្វីដែលមានសំខាន់ទៀតនោះអ្នកនរគ្នាត្រូវតែរៀបចំឲ្យវាមានថាតើ profit ប្រមាណទៅលើ project ឬក៏ budget អញ្ចឹងមានន័យថាតើគម្រោងមួយហ្នឹងយើងនឹងចំណេញលុយបានប្រមាណណាបន្ទាប់ពីហ្នឹងមកមានកន្លែងសញ្ញេអញ្ចឹងទៅណាបាទចាប់ពី summary page ហើយយើងចូលដល់ detail នោះគឺជាមួយនឹង preliminary ការងារបឋមបាទអញ្ចឹងអ្នកនរគ្នាសង្កេតមើលថានៅក្នុង quote នីមួយៗរបស់ខ្ញុំគឺមានការបើកបិទនេះឃើញទេយើងបើកបិទចេះបើកហ្នឹងគឺចង់សំដៅទៅលើកន្លែងដែលយើងបញ្ចូលព័ត៌មានវាអញ្ចឹងណាបាទអញ្ចឹងឧទាហរណ៍ថាសំបីតែសម្ភារៈឥឡូវខ្ញុំបើកនៅក្នុង structure ផ្នែក structure ណាបាទនៅក្នុងផ្នែក structure យើងបើកអាសញ្ញាបូកនេះមកយើងនឹងឃើញថា matrix ខ្លះគឺយើងបញ្ចូលមានភាគរយលើស 5% អញ្ចឹងទៅខ្លះ 0% អញ្ចឹងទៅអញ្ចឹងវាមានកន្លែងរបស់វាអញ្ចឹងណាហ្នឹងហើយតម្លៃវិញមានន័យថាកន្លែងតម្លៃខ្លះចំណេញតិចខ្លះចំណេញច្រើនអ្នកនរគ្នាធ្វើតាមនេះយើងងាយស្រួលនៅក្នុងការគ្រប់គ្រងណាហើយនៅពេលដែលយើងដាក់បញ្ចូលព័ត៌មានវាហើយយើងមានថ្លៃដើមបាទបន្ទាប់មកមានលុយចំណេញអញ្ចឹងមានន័យថារៀងរាល់មួយ item មានថ្លៃដើមហើយនឹងលុយចំណេញនៅក្បែរហ្នឹងតែម្ដងអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលយើងធ្វើវារាប់គ្រប់ item ទាំងអស់យើងមានភាគរយចំណេញរបស់យើងណាបាទបន្ទាប់មកមានអីគេទៀតការងារ architect អញ្ចឹងនៅក្នុង architect ក៏ដូចគ្នាយើងប្រើ form តែមួយណាបាទប្រើ form តែមួយ MEP ណាបាទ MEP ក៏ដូចគ្នាបន្ទាប់មកមាន quantity take off គឺដើម្បីកណនាថ្លៃដើមបាទកណនាថ្លៃដើមមានន័យថានៅពេលដែលយើងធ្វើ quote គឺសំខាន់ទៅលើការកណនាទៅលើថ្លៃដើមនឹងឯងទៅវាចំណេញប៉ុន្មានបាទយើងយកចំណេញមិនកើតបើយើងអត់ដឹងថ្លៃដើមមិនអញ្ចឹងណាបាទអញ្ចឹងនៅក្នុងនេះខ្ញុំចង់បង្ហាញបន្តិចពាក់ព័ន្ធជាមួយនឹងរូបមន្តមានន័យថានៅក្នុងនេះបើយើងឃើញមានរូបមន្ត round up នេះឃើញទេបាទវាខុសពីយើងធ្វើមុនគឺ round up វាប្រកួតលេខណាខ្ញុំឧទាហរណ៍ថានៅក្នុងការងារបេតុងបាទបេតុងដែកអីចឹងបើអ្នកទាំងអស់គ្នាចង់ប្រកួតវាយើងគ្រាន់តែបដូរកតុយវានេះមកវាប្រកួតលេខហើយបូកពលិសឲ្យយើងតែម្ដងណាបាទរូបមន្តមួយទៀតគឺ subtotal មានន័យថាអ្នកទាំងអស់គ្នាជាទូទៅប្រើកន្លែងនេះ sum ណា sum ហើយអាចុងក្រោយនេះគឺស្មើអា subtotal ទី1បូកទី2បូកទី3នៅពេលដែលយើងធ្វើអញ្ចឹងអាចភ្លេចអញ្ចឹងអាចខុសអញ្ចឹងយើងប្រើរូបមន្ត subtotal នេះគឺដើម្បីបូកពីលើតែម្ដងអូខេខ្ញុំ double click គឺបូកពីលើតែម្ដងមានន័យថាឲ្យតែ subtotal គ្នាវាគឺវាដកចោលហើយណាបាទអញ្ចឹងនេះគឺជា sample quotation មួយដែលធ្វើឲ្យយើងអាចគ្រប់គ្រងទិន្នន័យយើងអាចដឹងទិន្នន័យនៅពេលដែលយើងធ្វើចប់គឺយើងអាចវិភាគទិន្នន័យជាលេខបានតែម្ដងអញ្ចឹងណាបាទអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណ